ស្រុកខ្មែរវិញក្រោយពីនៅអាមេរិកអស់រយៈពេលប្រហែល6-7 ឆ្នាំហើយខ្ញុំក៏ត្រូវយកឆ្មាមកស្រុកខ្មែរវិញដែរហើយការធ្វើដំណើរនោះភ័យដែរដោយសារមានឆ្មាហើយចឹងទៅត្រូវនៅលើយន្តហោះរយៈពេលចង់20 ម៉ោងហើយសរុបទាំងធ្វើដំណើរតាមឡានទៀតប្រហែលជាចង់1ថ្ងៃជាងហើយឆ្មាដែលនៅក្នុងកតាបហើយដែលនៅខំជើងឥឡូវពងបើកឡានចេញពី Portland ទៅទីក្រុងមួយទៀតឈ្មោះ Seattle ដើម្បីឡើងយន្តហោះចៃដល់ជួបសុវីតាមផ្លូវសុវីស្ទាក់ជួបតាមផ្លូវគេហៅថាគូបាយបាយសាបាយបាយដល់រត់អស់ហើយណាអូខេ safe travel ហើយនៅតាមផ្លូវក៏ឆ្លៀតចូលលាកន្លែងដែលធ្លាប់មានអនុស្សាវរីយ៍ដោយសារទៅជីកាឡានយូរចឹងទៅឈប់តាមផ្លូវដាក់ឲ្យគាត់ដាក់ឲ្យឆ្មាជួបប៉ុន្តែវា stress ពេកចឹងទៅវាអត់ជួបអត់ញ៉ាំអូយទៅទៅស្នាមមកទៅស្នាមបានស្ងៀមថ្នាំដែលខ្ញុំនិយាយមិញហ្នឹងឈ្មោះ gabapentin អាហ្នឹងគេឲ្យទៅសត្វនៅពេលដែលយើងចង់ reduce stress វាចង់កាត់បន្ថយ stress ហើយចង់ឲ្យវា calm ស្ងប់ស្ងាត់កុំឲ្យខ្លាចនៅពេលធ្វើដំណើរអញ្ចឹងយើងឲ្យអាហ្នឹងទៅបានអញ្ចឹងថ្នាំហ្នឹងយើងអាចសុំពីពេទ្យនៅពេលដែលរៀបចេញដំណើរលោតកង់ម្ដងហើយជិះតាមផ្លូវមានទេសភាពភ្នំស្អាតមែនទែនភ្នំនេះឈ្មោះ Mount Rainier នៅរដ្ឋ Washington ហើយខ្ញុំត្រូវគេងមួយយប់នៅទីក្រុង Seattle ដើម្បីឡើងយន្តហោះពី Seattle បានទៅដល់កូរ៉េអញ្ចឹងយើងត្រូវជួលខ្ញុំនៅ Hotel Airport មួយយប់ហើយបានផឹកឡើងបានចេញទៅRumahnya Kau ambil itu teragu. ហើយទៅពេលព្រឹកឡើងគេមាន free breakfast ដែរប៉ុន្តែខ្ញុំអត់ចេះញ៉ាំចឹងទៅក៏ញ៉ាំមីខ្លួនឯងមកកំប៉ុងហើយរៀបចំចេញដំណើរទៅ airport អានេះមកដល់ airport នៅ Seattle ហើយនោះកូនឆ្មានៅក្នុងកតាបហើយខ្ញុំចង់ចែកម្លែកតិចតួចតើតើជាមួយការធ្វើដំណើរជាមួយឆ្មាអញ្ចឹងណាទីមួយយើងត្រូវឆែកជាមួយនឹង airline ថាតើ airline ណាអាចឲ្យយើងយកឆ្មាឬមួយក៏សត្វឡើងលើយន្តហោះជាមួយយើង airline ខ្លះអត់ឲ្យយកហ្មង airline ខ្លះឲ្យយកដែរប៉ុន្តែឲ្យដាក់ជាមួយនឹងអវ៉ាន់ជាមួយ check luggage យើងណាអញ្ចឹងយើងអាចយកគាត់ឡើងលើយន្តហោះមួយយើងទេប៉ុន្តែខ្ញុំជិះនេះ Korean Air ឲ្យយើងយកសត្វដែលក្រោមគីឡូផកគេកំណត់នឹងឡើងលើយន្តហោះជាមួយយើងបានអញ្ចឹងយើងធ្វើការតាក់ទងជាមួយនឹងខាង airline ទុកមុនហើយដើម្បីទិញសំបុត្រឲ្យគាត់ហើយបន្ទាប់មកយើងត្រូវធ្វើឯកសារគេហៅថា health certificate របស់គាត់ដែល endorse by USDA ប្រទេសខ្លះអត់ត្រូវការ endorse by USDA ផងអាមេរិកជាប្រទេសខ្លះត្រូវការដូចខ្មែរអញ្ចឹងត្រូវការ endorse by USDA អញ្ចឹងយើងត្រូវធ្វើ health certificate របស់គាត់នឹងមុនរយៈពេល10ថ្ងៃអញ្ចឹងគិតមកការធ្វើដំណើរវិញពេលទៅដល់កន្លែង layover ឬមួយកន្លែង airport អញ្ចឹងដាក់litter box ពួកគាត់ឲ្យព្យាយាមឲ្យគាត់ជូនអញ្ចឹងណាប៉ុន្តែឆ្មាខ្ញុំគាត់ stress ពេកអញ្ចឹងទៅគាត់អត់ជូនអត់អីហ្មងហើយទាំងឆ្មាទាំងកាបូបរបស់ឆ្មាហ្នឹងត្រូវតែគ្រប់តាមຂະຫນាតdimension របស់គេហើយនឹងគីឡូរបស់គេអញ្ចឹងទៅពេលទៅដល់កន្លែង airport គេនឹងចាប់ថ្លឹងហើយគេចាប់ពណ៌អញ្ចឹងណាចំពោះ Korean Air ក៏ការរបស់គេរៀងតឹងរឹងអញ្ចឹងនៅពេលដែលជិះយើងសូម្បីតែយកសត្វទៅបន្ទប់ទឹកដើម្បីឲ្យគាត់ដល់ចេញពីធុងហើយបត់ដៃបត់ជើងឬមួយក៏ញ៉ាំក៏អត់កើតដែរនិយាយរួមគឺគេឲ្យនៅខោម under the seat នៅខោមកៅអីហ្នឹងthe whole flight មកដូចយើងជិះ13ម៉ោងគឺគាត់នៅខោមនឹង13ម៉ោងមកគេឲ្យដកចេញអីទាំងអស់ក្រោយរយៈពេល13ម៉ោងក៏ជិះមកដល់ airport នៅ Incheon នៅសេអ៊ូប្រទេសកូរ៉េដើម្បីទៅជើងយន្តហោះទៅប្រទេសខ្មែរមកអញ្ចឹងដូចមុនចឹងឲ្យទៅដល់ពលានយន្តហោះខ្ញុំយកគាត់ចូលបន្ទប់ទឹក
ណែដែលធំតលីអញ្ចឹងទៅហើយដាក់ litter box ឲ្យគាត់ដើម្បីគាត់ជុះហើយឲ្យគាត់ញ៉ាំអញ្ចឹងទៅគាត់ដើរstretch ដៃជើងរបស់គាត់ណាដោយសារគាត់នៅក្នុងប្រអប់នឹងនៅប្រហែល10ម៉ោងជាងហើយប៉ុន្តែឆ្មាខ្ញុំ stress ខ្លាំងអញ្ចឹងទៅគាត់អត់ហូបអត់ជុះ24ម៉ោងតែឥឡូវហ្នឹងអត់អីដែរហើយថ្ងៃណាខ្ញុំនិយាយឈ្មោះ gabapentin ដើម្បីដាក់ reduce stress เพราะឆ្មាហ្នឹងមានប្រសិទ្ធភាពតាម8ម៉ោងអញ្ចឹង8ម៉ោងក្រោយយើងត្រូវបញ្ជាក់គាត់ម្ដងទៀតហើយជិះពីកូរ៉េមកខ្មែរបែរជា5-6ម៉ោងទៀតឥឡូវមកដល់ពលានយន្តហោះនៅតែខ្មែរដែរYour smile lit up like a sunrise glow. Touch so soft where the seasons flow. We met where the stars take their flight. Every moment with you feels just right. Love like an អត់ចេះឲ្យបងប្អូនមកទួយបងប្អូន sink into this melody. You and I ម៉ែ forever អឺ free. ថតវីដេអូហើយមួយមើល It's collide. Every touch makes me crazy. អត់ទៅ Eyes meet, worlds colors collide. Love's where our reside. Whisper you name in the rush of the breeze. Love like an ocean rippling. Heartbeats sinking. And I forever wild and free, even in dark skies. ខ្ញុំទៅតឹងក្នុងកពួរ Freedom of heart.